សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពធ្វើការរៀបចំបូមទឹកចេញពីស្រែសម្រាប់ធ្វើស្រូវប្រាំងខាងខ្ញុំនេះគឺជាតំបន់ដែលលិចទឹកដោយទឹកទន្លេអញ្ចឹងហើយនៅពេលដែលទឹកទន្លេស្រកវិញគឺកសិករទាំងអស់នាំគ្នាបូមទឹកចេញពីស្រែសម្រាប់ធ្វើការព្រោះស្រូវដោយខ្លះក៏បានព្រោះបណ្ដើរទៅខ្លះក៏មិនទាន់បានព្រោះដោយសារទឹកមិនទាន់បានស្រកអញ្ចឹងហើយបានជាអ្នកខ្លះហ្នឹងក៏ព្រោះបណ្ដេញទឹកធ្វើការព្រោះបណ្ដេញទឹកដោយខ្លះក៏នាំគ្នាបូមបញ្ចេញឲ្យឆាប់បានព្រោះពីព្រោះថាកាលណាក្របានព្រោះវាខុសខែខុសរដូវវាប្រឈមមុខនឹងបញ្ហាកង្វះទឹកចឹងហើយក៏នាំគ្នាប្រញាប់ប្រញាល់បូមទឹកឬរុះរាន់បូមទឹកឲ្យឆាប់អស់សម្រាប់ធ្វើការព្រោះសូមអរគុណ